ការពិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យបទកកតេស្មូតបែបកកាត់ត្រោយចំណែកទី2ចំនួន6វគ្គវគ្គទី6ដល់ទី11នាឡិកាងើយហាអើយខោអាឃើញច្បាំងក្រឡៅគេពាក់ហឺហាយកបុកគលម្នាក់អើយដាក់ជាអង្គការបំភ័ណ្ឌនេត្រាអើយថាដំនាងជន់អង្គការអើយហាអើយខ្លួនឯងខំស្រែកក្តែងក្តែងថាមានគុណធ្ងន់ព្រះនឹងម៉ែពុកអើយទុកជាគុណធ្ងន់មិនស្មើនឹងជនអើយដែលហៅអង្គការក្តៅដូចញើហាអើយអង្គលអវជ័យពំដល់គ្មានព្រំវិហាចិត្តជាត្រីឆ្ដោជាចៅហង្សាអួតអាងអាត្មាជាគ្រូមនុស្សជាតិបងខំហាអើឲ្យជឿស្មោះត្រង់ជំនឿហាមគុំរវិតកុំប្រើបញ្ញាអើយអង្គការជាជាតិគ្មានអ្វីខុសឃ្លាតនៅចាក់មៀគៀត្រូវហាំងសងអើយហាអើយជានិច្ចញើទោះបីក៏ក្រិចខ្មៅខ្មូអាស្រូវដូចអាទិទេពមើលមានបែបត្រឹមត្រូវបរិសុទ្ធគ្រប់ផ្លូវត្រូវជាសកលនៃមហាអើយហាអើយលូតប្លង់អង្គការធ្វើតងប្រាចាំងហេតុផលក្រែងមានមហាជនអើយរិគុណខ្វក់ខ្វល់ងាយផពុនយល់ជាមហាលោតប្លង់
បាទកម្មនេះគឺការដកស្រង់ការពិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយលោកជួនមេនសប្តាហ៍ថ្ងៃមាននៅក្នុងកម្មវិធីសិក្សាភាសាខ្មែរថ្នាក់ទី11មេរៀនទី5ទំព័រទី115 119ស្មូតនឹងរក្សាសិទ្ធិគ្រប់យ៉ាងដោយវ៉ាប៊ូនីបរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្ត្រខ្មែរ